ICP 127គឺជា ICP មួយដែលមានរូបរាងដូចជាកំភ្លើងអញ្ចឹងដែលវាមានឈ្មោះថា The Living Gun ដែលជាកំភ្លើងមានជីវិតដូចជាមនុស្សអញ្ចឹងហើយចង់ដឹងថា ICP 127ហ្នឹងវាមានលក្ខណៈបែបម៉េចហើយវាសាហាវបែបណាតាមទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាបាទសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំធ្វើការនិយាយអំពី ICP 127 ICP 127គឺជា ICP មួយដែលវាមានរូបរាងដូចជាកំភ្លើងអញ្ចឹងដែលគេដាក់ឈ្មោះវាថា The Living Gun គឺជាកំភ្លើងដែលមានជីវិតរស់រានដូចជាមនុស្សដែរកំភ្លើងនេះវាមានលក្ខណៈនៅខាងក្នុងរបស់វាគឺសាច់ឈាមតែម្ដងមានសាច់មានឈាមមានធ្មេញមានមាត់និយាយទៅដូចជាមនុស្សអញ្ចឹងហើយវារស់រានមានជីវិតតែម្ដងហើយកំភ្លើងហ្នឹងវាអាចកហឹមបានទៀតអញ្ចឹងនៅពេលដែលមនុស្សនឹងអាចប្រើកំភ្លើងហ្នឹងគឺវាកហឹមហ្មង SCP 127ត្រូវបានគេរកឃើញនៅក្នុងឃ្លាំងពិសោធន៍មួយដែលជាឃ្លាំងពិសោធន៍របស់សាស្ត្រាចារ្យចំណាស់ម្នាក់ដែលបានពិសោធន៍នឹងបង្កើតកំភ្លើងនេះឡើងកំភ្លើងនេះត្រូវបានរកឃើញដោយក្រុមទាហានមួយក្រុមដែលពួកគេបានចូលទៅក្នុងឃ្លាំងហើយធ្វើការត្រួតពិនិត្យនិងវាយប្រហារទៅកាន់មនុស្សដែលនៅជុំវិញហ្នឹងអញ្ចឹងណាហើយគេក៏បានចូលទៅដល់ឃ្លាំងហ្នឹងហើយក៏ឃើញកំភ្លើង The Living Gun ដែលជា SCP 127ហ្នឹងឯងពួកគេក៏បានឃើញកំភ្លើងហ្នឹងហើយគេក៏បានយកកំភ្លើងហ្នឹងទៅកន្លែងរបស់គេហើយដើម្បីប្រើប្រាស់អញ្ចឹងណាតែពេលការប្រើប្រាស់អាកំភ្លើងហ្នឹងគឺខុសពីធម្មតាដោយសារតែការបាញ់របស់វាហ្នឹងគឺមិនមែនចេញជាគ្រាប់កំភ្លើងដូចជាកំភ្លើងធម្មតានោះទេគឺវាបាញ់មកគឺจะចេញជាធ្មេញវិញណាចេញជាធ្មេញដូចធ្មេញមនុស្សអញ្ចឹងក៏ប៉ុន្តែវាមិនមែនជាធ្មេញមនុស្សទេហើយវាក៏មិនមែនជាធ្មេញសត្វដែរដែលគេធ្វើការពិនិត្យ DNA ទៅអាធ្មេញនេះគឺវាមិនមែនជាធ្មេញមនុស្សហើយក៏មិនមែនជាធ្មេញសត្វដែរដែលធ្មេញនេះគឺវាមានលក្ខណៈចម្លែកដែលគេអាចថាវាកើតឡើងដោយសារអ្វីហើយវាផ្សំពីសារធាតុអ្វីដែរតែថ្មីហ្នឹងគឺវាមានលក្ខណៈចម្លែកមែនតើហើយ SCP 127ហ្នឹងគឺវាមានរស់រានមានជីវិតណាវាមានជីវិតដូចជាមនុស្សអញ្ចឹងហើយនៅពេលដែលអ្នកណាបានកាន់កំភ្លើងនេះហើយអាចបានប្រើប្រាស់អាកំភ្លើងនេះវាធ្វើការកហឹមទៅកាន់អ្នកហ្នឹងហ្មងគឺវាដូចថាវាចង់វាប្រហារវាចង់ប្រយុទ្ធវាចង់ឲ្យមនុស្សហ្នឹងប្រើប្រាស់អាកំភ្លើងហ្នឹងសម្រាប់បាញ់សម្រាប់វាប្រហារអញ្ចឹងណាក៏ប៉ុន្តែនៅពេលដែលវាប្រហារគឺអត់វាប្រហារទៅវាចេញគ្រាប់ដូចគេគឺវាចេញថ្មិញដែលធ្វើឲ្យអ្នកដែលបានប្រើប្រាស់ហ្នឹងគឺស្លាប់ដោយសារការប្រើប្រាស់អាកំភ្លើងដែលជា SCP 127ហ្នឹងឯងក្រោយមក SCP Foundation ក៏បានរកឃើញ SCP 127ហ្នឹងហើយគេក៏បានយកវាទៅពិសោធន៍នៅក្នុងមន្ទីររបស់គេណានៅពេលដែលគេយកទៅពិសោធន៍នៅក្នុងមន្ទីររបស់គេក៏បានឲ្យដឹងថា SCP 127គឺជា SCP មួយដែលវាចម្លែកណាក្នុងចំណោម SCP ទាំងអស់ដោយសារវាជារូបរាងមានកំភ្លើងទេហើយវាមានជីវិតវារស់រានវាមានជីវិតរស់រានដូចមនុស្សអញ្ចឹងណាហើយវាអត់ស៊ីអីទាំងអស់និយាយទៅវារស់រានមានជីវិតដោយអត់ស៊ីអត់អីអត់ផឹកទឹកអត់ស៊ីបាយអត់អីទាំងអស់គឺវារស់រានមានជីវិតដូចមនុស្សយើងអញ្ចឹងហើយ SCP Foundation ក៏បានធ្វើការពិសោធន៍ទៅលើវាទៅក៏បានបញ្ជាក់ថានៅក្នុងកំភ្លើងហ្នឹងគឺវាមានសាច់ឈាមដូចជាមនុស្សអញ្ចឹងហើយវាមានមាត់អញ្ចឹងនៅពេលដែលមនុស្សប្រើប្រាស់វាបាញ់វានឹងបញ្ចេញអាធ្មេញហ្នឹងបាញ់ទៅដូចជាគេបាញ់កំភ្លើងធម្មតាអញ្ចឹងហើយអាកំភ្លើងហ្នឹងគឺអាចដាក់គ្រាប់បានទេដោយសារតែវាបង្កើតអាគ្រាប់ធ្មេញរបស់វាហ្នឹងដោយខ្លួនឯងអញ្ចឹងកំឡុងនៅពេលដែលគេបាញ់អស់គ្រាប់ហ្នឹងទៅកំឡុងរយៈពេលដូចជា1ម៉ោងអីបានវាធ្វើការផលិតអាគ្រាប់ហ្នឹងគ្រាប់ធ្មេញរបស់វាហ្នឹងហើយធ្វើឲ្យមនុស្សហ្នឹងអាចបាញ់វាបានបន្តទៀតអញ្ចឹងគឺវាមានលក្ខណៈបែបហ្នឹងហើយ SCP Foundation ក៏បានរក្សាវានៅក្នុងមន្ទីររបស់គេដោយដាក់ចំណាត់ថ្នាក់ឲ្យវាគឺ safe វាមានសុវត្ថិភាពដោយសារតែវាអាចសម្លាប់មនុស្សអត់សម្លាប់អីអញ្ចឹងណាហើយវាក៏បាញ់ទៅគឺវាចេញថ្មិញអញ្ចឹងអាចធ្វើឲ្យអ្នកណាម្នាក់ស្លាប់ដោយសារវាផងដែរអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាដែលបានទស្សនាវីដេអូខ្ញុំតាំងពីដើមដល់ចប់កុំភ្លេចចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីអរគុណអ្នកគ្នាអូខេបាយ